ថ្ងៃនេះឆ្ងាញ់មកទៀតហើយបងប្អូនសម្លម្ជូរតកួនជូជូត្រីរ៉ស់ជាមួយនឹងបាញ់ប៉ោះបងប្អូនមានធ្លាប់ស្ដាប់ដូចផ្ទះខ្ញុំចឹងអត់តកួននេះជាមួយបាញ់ប៉ោះដោយសារថាឃើញបាញ់ប៉ោះក្នុងទូនឹងច្រើនណាខ្លះសេសយូរទៅក៏ខ្ញុំយកមកលាយជាមួយតកួនចឹងបងប្អូនខ្ញុំដំក៏តក្តីពុកណាបងប្អូនគឺសម្រាប់ដាក់ក្នុងកាំងរបស់ចៅដើម្បីដាក់ស្ងោរជាមួយនឹងក្បាលត្រីកាត់ឆ្អាបបងប្អូនដូចគឺនៅក្នុងវីដេអូចឹងគឺរំងចង់មកសិនទូមានសក្តិក្រូចនេះហ្នឹងហើយទៅមកគឺបងប្អូននេះបោកហ្នឹងគឺស្នាដៃខ្ញុំធ្វើដោយផ្ទាល់ដៃក្រោយពីបងប្រហុកហើយគឺដល់វគ្គដែលពេលដែលដាក់គ្រឿងចូលណាបងប្អូនរំងាស់ចោលមកសន្ទុះហើយបាទខ្ញុំដាក់ក្បាលត្រីចូលក្បាលត្រីហ្នឹងគឺមុនដាក់ស្លហ្នឹងគឺខ្ញុំប្រឡាក់ដែរណាបងប្អូនប្រឡាក់ឲ្យវាយើងចូលជាតិហើយបានបងចុកក្នុងសម្លរំងាស់ចោលមកសន្ទុះហើយបានដាក់ត្រកួនចូលតែកុំឲ្យឆ្អិនត្រីពេកព្រោះខ្លាចដល់ពេលយើងដាក់ត្រកួនទៅកូរទៅឲ្យសាច់ត្រីដាក់ត្រកួនរំងាស់ចោលហើយបានមកហាន់មកអមសិនដើម្បីដាក់ចូលនោះឲ្យឈ្ងុយហើយមានជាតិចុងក្រោយរបស់ហ្នឹងគឺដាក់ពេញប៉ោះហ្នឹងឯងបងប្អូនអរគុណច្រើនរំលាមកខ្ញុំថ្ងៃនេះតំណង